ខ្ញុំចុះទៅដល់ណាខ្ញុំគ្រាន់តែចុះទៅដល់ខ្ញុំឃើញខ្មោចមុនគេខ្មោចរណោករទេលដូចជាគេសម្រាប់នៅក្នុងសម័យប៉ុលពតចឹងបងប្អូនដេករត់រៃពេញហ្នឹងខ្លះហើមហើយប្រហែលជាទៅមុនខ្ញុំ4 ឬ 5 ថ្ងៃគឺក៏អត់ដឹងទេហ្នឹងហើយអ្នកស្លាប់ទៅអ្នកដែលរបួសនៅនឹងទៅគ្មានអ្នកណាជួយអ្នកណាទេបងប្អូនទាំងអស់មនុស្សនិងខ្មោចត្រូវនៅជាមួយគ្នានៅក្នុងគ្រានោះតាមការតាំងស្មានរបស់ខ្ញុំនៅពេលខ្ញុំចេញផុតមកខ្ញុំថាមនុស្សមិនក្រោម 100000 នាក់ទេដែលស្លាប់នៅក្នុងទីនោះដោយសារចង់បញ្ជាក់ប្រាប់ពីបញ្ហាភ្នំខ្មោចគឺមានរឿងយ៉ាងនេះដែលយើងមិនអាចមិនឈឺចាប់បានទេខ្មែរស្លាប់នៅក្នុងទីនោះគឺស្លាប់ច្រើនណាស់គឺស្លាប់ដោយសារដៃរបស់សៀមនឹងឯងយើងនឹងយកអ្នកឯងទៅពីនេះទៅនៅបាងកកអញ្ចឹងទេវាមានភ្លៀងមានខ្យល់មកទៅដល់មិនមានការលំបាកអញ្ចឹងយើងនឹងយកពួកអ្នកឯងនេះទៅនៅបាងកកយើងអូតែលឺសូសៀមគេថាគេយកទៅនៅបាងកកអូទាំងគេទាំងខ្ញុំអញ្ចឹងទៅមុនពេលដែលវានាំចេញទៅវាឲ្យដើរលេងបានពីដើមមកដល់ដោសោះគឺទៅហ៊ានវាការពារមកចត់ដែរពួកខ្ញុំ7 8នាក់ដើរទៅបានតែឡើងវត្តមួយទៅលោកសួរពួកឯងមកពីណាអីពីណីទៅក៏អញ្ចឹងទៅលោកក៏ប្រាប់តែលោកឲ្យនំន័យថាអញពីដើមខ្មែរទៅអញនៅអូតាគីអីលោកប្រាប់អញ្ចឹងទេហ្នឹងលោកប្រាប់ថាពួកឯងគេចិត្តឲ្យទៅស្រុកវិញហើយប៉ុន្តែគេយកទៅភ្នំដងរែកណាប្រយ័ត្នវើយលោកថាអញ្ចឹងទេចឹងនៅចិត្តដល់ពេលថ្ងៃដែលគេនាំយកចេញទៅពួកបារាំងហ្នឹងឯងទេមិនដឹងថាជនជាតិអីទេប៉ុន្តែស្គាល់តែបារាំងមិនដឹងថាជនជាតិអីអត់ដឹងមកតែ4 5នាក់មកហើយនំប៉័ងលោកអ្នកចម្លៃទៅរឿងនំប៉័ងឯងនឹងពួកខ្ញុំបានទទួលនំប៉័ងថាចូលអ្នកហូបដោយប្រុងប្រយ័ត្នរឿងពិតណាអស់លោកខ្ញុំអត់បានចេះតែនិយាយទេខ្ញុំកាន់សិលទៅដល់ស្ថានីយ៍ប្រេងមួយឡានចាប់ផ្ដើមចាក់ប្រេងនៅពេលដែលឡានចាក់ប្រេងនៅក្នុងពេលនោះយើងឃើញប្រជាពលរដ្ឋសៀមមកគេនាំបាយមកបាយបង្អែមទឹករួចហើយយកមកហុចឲ្យគ្រប់គ្នាចឹងប៉ុន្តែគេអត់និយាយទេប៉ុន្តែវាជាកុសលបាយខ្ញុំមាននិយាយខ្មែរថាគេឲ្យអ្នកឯងតែស្រុកវិញហើយប្រយ័ត្ននិយាយប៉ុណ្ណឹងលោកអ្នកសប្បុរសទាំងឡាយអត់និយាយច្រើនទេគាត់និយាយប៉ុណ្ណឹងឯងហើយចឹងទៅក៏ឡើងទៅវិញទៅឡើងឡានហ្នឹងទៅបើកទៅបានបន្តិចប្រហែលជា20នាទីមិនដល់ទេលោកអ្នកសប្បុរសទាំងឡាយក៏ស្រាប់តែឡានហ្នឹងបែរក្បាលសន្សឹមទៅកើតយប់ខ្ញុំមិនចាំទេហ្នឹងហើយបែរក្បាលទៅកើតមិនយូរប៉ុន្មានលោកអ្នកទាំងឡាយឡានចុះទៅលើផ្លូវធម្មតាហ្នឹងហើយនេះត្រង់នេះដែលខ្ញុំសង្ស័យថាច្បាស់ណាស់មិនខុសអំពីថេរដីការបស់លោកតាម្ចាស់ទ្រង់មានថេរដីកាហើយក៏ត្រូវនឹងពាក្យដែលបារាំងប្រាប់ខ្ញុំនោះផងពិសេសថ្មីនេះដែលប្រជាជនថៃថាឲ្យទៅស្រុកវិញខ្ញុំថាពេលនេះគឺច្បាស់ 100% នោះគឺខ្ញុំសន្មតថាជាផ្លូវទៅកាន់កំពូលភ្នំដងរែកមែនតាមេក្រូស្រែកថាអ្នកទាំងអស់គ្នាត្រូវចុះពីឡានឲ្យឆាប់ហើយកុំឡើងមកវិញឲ្យសោះអ្នកណាឡើងមកនឹងត្រូវបាញ់ចោលនេះអស់លោកទាំងឡាយពេលនេះឲ្យដែលយើងទាំងអស់គ្នាសឡុតស្លាំងកាំងទៀតមានពួកទាហានមានអាវខ្លះមានអាវជាទាហានមានខោស៊ីវិលហ្នឹងទៅនេះខ្លះកាន់បេកាន់អាកាដល់ពេលអញ្ចឹងទៅពួកយើងទាំងអស់គ្នាចុះទៀតចុះមកហើយវាប្រាប់ឲ្យដើរទៅតាមផ្លូវនោះវាឲ្យផ្លូវដើរទៅបន្តិចទៅបានទៅដល់កន្លែងមួយទំហំដីធំស្រឡះល្វឹងប្រមាណជា1ហិកតាបាទដែលប៉ាត់ទៅដោយលួសបន្លាច្រើនចន់ហើយមានសម្ពុតខោអាវខ្លះនៅទីនោះរត់រាយហើយទីពីនោះក៏មានកន្លែងដែលគេកប់ខ្មោចថ្មីណាខ្លះត្រឹមខ្លះទៅឃើញថ្មីខ្លះឃើញចាស់ប្រហែលជា 4-10 ថ្ងៃណាហ្នឹងហើយទីនោះឯងគឺជាទីកន្លែងដែលគេត្រូវបញ្ជូនពលរដ្ឋដែលរត់ទៅនោះមានប្រាថ្នាចង់ទៅនៅប្រទេសទី3មុនពួកខ្ញុំដើរមកខ្ញុំនឹកឃើញថាសេចក្តីស្លាប់មានមកដល់ពួកយើងហើយដើរចុះមកបងប្អូនទាំងអស់សូមទានមេត្តាជ្រាបទាំងសង្វេគណាស់កន្លែងខ្លះឃើញទៅតែស្លាប់ថ្មីប្រជាជនខ្មែរយើងកន្លែងខ្លះទៀតអត់តាន់ស្លាប់ទេស្រែកទាំងយកខ្ញុំទៅផងអស់លោកគិតមើលសង្វេគប៉ុណ្ណាចំពោះខ្ញុំលើកដៃសំពះថាខ្ញុំអាចយកអ្នកទៅរួចទេព្រោះមិនដឹងគោលដៅថាទៅខាងណាអញ្ចឹងផ្លូវដើរចុះពីកន្លែងឡានមកប្រមាណជា1គីឡូផ្លូវទក់ដូចជាយើងដើរមនុស្សរាប់ម៉ឺនសែននាក់ទេខ្ញុំសង្វេគតក់ស្លុតយ៉ាងខ្លាំងក្រៃលែងដើរមកមនុស្សស្លាប់ខ្លះរស់ខ្លះអ្នកពិការខ្លះដែលអាចដើរមិនរួចអីគឺនៅនឹង
អាចនិយាយបានខ្លះដេកត្រូវបានពួកយើងដាក់ទឹកដាក់អីឲ្យគាត់ពិសានឹងប៉ុន្តែមិនដឹងថាគាត់ស្លាប់ឬរស់ពេលយើងដើរមកនៅពេលដែលយើងដើរចម្ងាយប្រមាណជាង1គីឡូដើរមកនោះគាត់ស្រាប់តែខ្ញុំនិងពួកខ្ញុំទាំងអស់គ្នាឮសូរសន្ធឹកហ្មងទៅយើងឮសូរសំឡេងផ្ទុះក្របបែកម្ដងកន្លែងនោះគឺផ្ទុះក្របបែកតាមដំណឹងថាសៀមមកយកទៅដាក់នៅនឹងហើយវាឲ្យយើងចុះទៅហ្នឹងហើយរឿងពិតទេនាំគ្នាចុះទៅប៉ុន្តែមិនមានអ្វីចុះទេគឺយើងចុះតាមដើមឈើចុះតាមពួរឈើធ្វើចណ្ដើស្វាយរវើអីព្រោះផ្លូវពីកន្លែងនោះទៅគឺដាច់ថ្មិលដូចជាយើងច្រាំងចោលចឹងមិនអាចចុះឲ្យបាននាំគ្នាចុះស្រោតទៅទៀតបានទៅចិត្តមែនទេគិតទៅកម្ពស់ប្រហែលជា10 ឬ 20 ម៉ែត្របានយើងមើលទៅឃើញសុទ្ធតែមនុស្សសំលេងកឹកកងសំលេងស្រែកធ្ងោត្រហោយំយើងឮសូរដូចជាសំលេងទឹកហូរតាមពិតមិនមែនគឺជាសំលេងមនុស្សយ៉ាងច្រើនជាទីបំផុតហើយយើងក៏ឮសូរសំលេងផ្ទុះជាប្រកដីមែនកន្លែងដែលគេឲ្យយើងចុះទៅមានទង់មួយធំទេទង់ពោសទៅតឹងប្រមាណជា3 ម៉ែត្រនឹងឲ្យបណ្ដោយ5 ម៉ែត្រវាដោតនៅលើដើមឈើប៉ុន្តែនៅក្បែរនោះគឺប្រហែលជាសិតតែក្របបែកព្រោះមនុស្សស្លាប់ច្រើនណាស់ខ្ញុំទៅទេខ្ញុំចុះទៅដល់ខ្ញុំគ្រាន់តែចុះទៅដល់ខ្ញុំឃើញខ្មោចមុនគេខ្មោចរណោករទេលដូចជាគេសម្លាប់នៅក្នុងសម័យប៉ុលពតចឹងបងប្អូនដេករត់រាយពេញហ្នឹងខ្លះហើមហើយប្រហែលជាទៅមុនខ្ញុំ4 ឬ 5 ថ្ងៃគឺគាត់អត់ដឹងទេហ្នឹងហើយពីព្រោះដំណើរនៃការទៅនេះមិនទៅរួមគ្នាទេខ្ញុំប្រហែលទៅក្រោយគេដែលត្រូវពួកវាដឹកទៅខ្ញុំចុះទៅទៀតចុះទៅដល់ខ្ញុំប្រាប់មិត្តភ័ក្តិរបស់ខ្ញុំទាំងអស់គ្នាថាយើងអត់ត្រូវដើរទៅកន្លែងណាដែលមីនមិនតាមស្ទុះទេពីព្រោះដឹងថាសិតតែជាចំការមីនណាបន្តិចទៀតលើសូផ្ទុះអូភក់លើសូប៊ឹងយ៉ាងទៅស្លាប់ប្រមាណអ្នកយ៉ាងទៅខ្លះស្រែកមកប៉ុន្តែអ្នកក្នុងអ្នកទៅអ្នកស្លាប់ទៅអ្នកដែលរបួសនៅនឹងទៅគ្មានអ្នកណាជួយអ្នកណាទេបងប្អូនទាំងអស់មនុស្សនិងខ្មោចត្រូវនៅជាមួយគ្នានៅក្នុងពេលហ្នឹងណាមនុស្សនិងខ្មោចក៏នៅជាមួយគ្នាណានៅក្នុងពេលឯងមិនយូរប្រហែលយប់មកដល់ខ្ញុំដេកនៅក្នុងទីនោះនេះគឺជារឿងពិតខ្ញុំដេក4នាក់ទល់ខ្នងគ្នាយកខ្នងទល់គ្នាណាបាទយកខ្នងអង្គុយទល់គ្នាដេកបើកភ្នែកស្មើណាក៏ឃើញខ្មោចនៅក្នុងទីចំពោះមុខខ្ញុំដែរបងប្អូនអត់ជឿទេមិត្តភ័ក្តិមិត្តអតីតទៀតក៏ដូចគ្នាហើយបងប្អូនប្រជាពលរដ្ឋនៅជុំវិញនឹងដែរដូចគ្នាទាំងអស់គាត់ដេកយ៉ាងម៉េចយើងបានដឹងនៅពេលនេះយើងអត់បានទៅសង្កេតពិនិត្យមើលដល់ណាដេកយ៉ាងម៉េចយ៉ាងម៉េចគឺអត់មានទេគឺធ្វើយ៉ាងណារោគតែសេចក្តីសុខរៀងនឹងខ្លួនណានឹកសម្បូររំដល់គុណម៉ែគុណឪសពសារពើអស់ហើយទៅបន្តិចទៅអ្នកណាដែលឈ្មោះឈ្មោះលង្ការរកកន្លែងស្រួលដេកលើសោកទុះមានភោគឡើងស្រែកអូយើងទៅហើយអ្នកណាសសល់ទៅលិចទៅកើតទុះមាននៅក្នុងគ្រានោះតាមការតាន់ស្មានរបស់ខ្ញុំនៅពេលខ្ញុំចេញផុតមកខ្ញុំថាមនុស្សមិនក្រោម 100000 នាក់ទេដែលស្លាប់នៅក្នុងទីនោះកន្លងមកតែស្អែកឡើងភ្លឺឡើងយើងអត់មានអីលុបមុខលុបមាត់អីទេបងប្អូនទាំងអស់ទឹកគឺសុទ្ធតែឈាមស្អុយដោយសារខ្មោចស្អុយពេញព្រៃទាំងអស់ដល់ទីបំផុតសួរថាពួកខ្ញុំផឹកទឹកឯណាផឹកទឹកនៅឯងបងប្អូនទាំងអស់បងប្អូនមិនជឿខ្ញុំបើយើងមិនផឹកបានឯផឹកស្រីឃ្លានពេកផឹកទឹកមានរឿងច្រើនទៀតប៉ុន្តែខ្ញុំអត់និយាយច្រើនទេដោយសារចង់បញ្ជាក់ប្រាប់ពីបញ្ហាភ្នំខ្មោចគឺមានរឿងយ៉ាងនេះដែលយើងមិនអាចមិនឈឺចាប់បានទេខ្មែរស្លាប់នៅក្នុងទីនោះគឺស្លាប់ច្រើនណាស់គឺស្លាប់ដោយសារដៃរបស់សៀមនឹងឯងប៉ុន្តែប៉ុណ្ណោះតើសោទេនេះអាស្លាប់ដែលមិនបានចុះមកមានខ្លះម្ដាយចោលកូនចោលម្ដាយយ៉ាងណាយ៉ាងណាខ្ញុំបានពីពូនេះខាងដើមមានច្រើននៅក្នុងពេលដែលផ្លូវយើងធ្វើដំណើរមកនឹងយើងមិនអាចជួយឲ្យបានណាទោះបីគាត់លើកដៃសំពេចយើងយ៉ាងណាយើងមានចិត្តធ្វើយ៉ាងណាក៏ដោយចេះយកយ៉ាងណាបើយើងអត់មានគោលដៅយើងមិនដឹងយើងមកយ៉ាងម៉េចរួចអ្នកទាំងអស់នោះក៏ស្លាប់បន្តិចទេនៅលើផ្លូវដែលចុះមកនឹងប៉ុន្តែនៅកន្លែងដែលចុះមកដល់កន្លែងបរិវេណដីធំប្រមាណជា 3-4 ហិកតាហ្នឹងគឺសុទ្ធតែខ្មោចទាំងអស់គ្មានតាណាមិនមានខ្មោចទេដោយសារតែការរកកន្លែងសម្រាប់ផ្ទុះមីនដែលពួកវាដាក់មិនតិចក្រាបទេផ្ទុះមីនធ្វើឲ្យស្លាប់គោលើគ្នានៅក្នុងទីនេះឯងនេះឯងជារឿងមួយដែលយើងមានសេចក្តីសោកស្ដាយជាទីបំផុតនេះសម្រាប់អស់លោកដែលលោកមិនបានទៅទីនោះប៉ុន្តែបើអស់លោកបានទៅទីនោះលោកនឹងបានឃើញទិដ្ឋភាពនឹងទោះបីជាលោកមិនដឹងពុស្ដាក៏លោកបានឃើញទិដ្ឋភាពនឹងយ៉ាងពិតប្រាកដដែលគួរឲ្យយើងទាំងអស់គ្នាជឿចាប់យ៉ាងខ្លាំងក្រៃលែងឯងដែលគេឲ្យឈ្មោះថាភ្នំខ្មោចចាប់តាំងពីពេលនោះមក